ខ្ញុំព្រះករណាក៏សូមគោរពជូននៅដំណឹងបុណ្យផ្សាយមេត្តាធម៌ប្រចាំឆ្នាំ2026ជាបុណ្យធំដែលឧទ្ទិសកុសលដល់បារមីលោកមេតបមហានគរខ្មែរនិងអស់វរៈកងទ័ពដែលបានបូជាដោយសាច់ស្រស់ឈាមស្រស់ព្រមទាំងជាការឧទ្ទិសកុសលនិងកម្លាំងផ្សាយមេត្តាដល់សពសត្វទូទាំងផែនដីរំដោះកម្មពៀដល់ប្រញាតបងប្អូនគ្រប់គ្នាជាអ្នកមាននៅឧបនិស្ស័យទាំងផ្លូវសច្ចៈផ្លូវបារមីការឧទ្ទិសកុសលផលបុណ្យនិងការផ្សាយមេត្តាប្រចាំឆ្នាំជាពិធីកិច្ចដ៏សំខាន់ធំយ៉ាងខ្លាំងក្រៃលែងដែលជាការចង្អុលបង្ហាញផ្លូវពីព្រះបារមីបន្ថែមនៅបារមីកុសលផលបុណ្យដល់កូនចៅគ្រប់គ្នាជាពិសេសឧទ្ទិសកុសលដល់លោកមេតបនិងអរុអរិយទេវតាម្ចាស់ទឹកម្ចាស់ដីរំដោះកម្មពៀទាំងព្រះធរណីទាំងព្រះគុំគាដែលយើងបានធ្វើខុសលលួសដោយកាយវិចារចិត្តពុំសមគួរជាឱកាសក្នុងការផ្សាយមេត្តាដល់ម្ចាស់កម្មពៀម្ចាស់វេនកម្មដែលយើងមានគ្រោះកាចគ្រោះកម្មគ្រោះខែគ្រោះឆ្នាំគ្រោះត្រូវមានបញ្ហាដល់ជីវិតសម្រាប់បងប្អូនម្នាក់ហើយជាឱកាសសម្រាប់ការសងគុណរំលឹកគុណដឹងគុណដល់បារមីនៃមហានគរខ្មែរគ្រប់ជាន់ថ្នាក់កិច្ចកម្មវិធីបុណ្យប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី29ខែមិនិនាឆ្នាំ2026ហើយជាថ្ងៃដ៏ពិសិដ្ឋជាថ្ងៃដ៏អធិកធម៌ដែលយើងធ្វើមួយថ្ងៃពេញគឺនៅថ្ងៃអាទិត្យទី29ចាប់ពីវេលាម៉ោង7ព្រឹក00តទៅរហូតដល់ម៉ោង5រសៀលជាការធ្វើនៅតក្កណានុប្រទានបុណ្យដែលជាបុណ្យមួយញ៉ាំងឲ្យបុគ្គលបងប្អូនញាតិទាំងឡាយទាំងពួងមានសទ្ធាជ្រះថ្លាផ្សាយមេត្តាដល់មេតបរំលឹកគុណដល់បារមីទាំងអស់ឲ្យលោកកាន់តែមានកម្លាំងបុណ្យខ្លាំងក្លាហើយផ្សាយមេត្តាដល់សពសត្វទូទាំងផែនដីដើម្បីដាស់តើនអស់ព្រះបារមីទូចធំយាងមកជួយទ្រទ្រង់ការពារដល់ស្រុកទេសនិងមហានគរខ្មែររបស់យើងឲ្យមានជ័យជំនះឆ្លះលើពពួកខ្មាំងសត្រូវពពួកប្រជាមិត្តដែលឈ្លានពានទឹកដីនគរយើងបងប្អូនប្រញាតប្រធរអាចមកដល់ទីតាំងផ្ទាល់តែម្ដងដែលមានទីតាំងនៅភូមិតាពេជ្រឃុំឆ្វាំងស្រុកពញាលឺខេត្តកណ្ដាលជាទីអាស្រមដែលបងប្អូនធ្លាប់មកចូលរួមបំពេញបុណ្យជារៀងរាល់ខែឬក៏ពីឆ្នាំមុនដូចគ្នាដែរហើយសម្រាប់លេខទូរស័ព្ទឬលេខ Telegram បងប្អូនអាចទំនាក់ទំនងតាមលេខ077 54 93 54 096 67 46 707 និង067 35 89 36 លេខចុងក្រោយគឺជាលេខប្រព័ន្ធ Medphone ដែលបងប្អូនអាចទំនាក់ទំនងហើយលេខទាំង3ខ្សែនេះគឺបងប្អូនអាចផ្ញើបច្ច័យតាមរយៈ Wing ការចូលរួមចាប់មគ្គផលឬការឆាតទៅ Telegram ឬក៏ Facebook Page របស់ខ្ញុំបានដែលមានឈ្មោះថាលោកគ្រូហងទឹកបារមីមហានគរនិង Page បារមីមហានគរជាផ្លូវការរបស់ខ្ញុំបានហើយសម្រាប់ការចូលរួមចាប់មគ្គផលអាចចូលរួមបានតាមសច្ចេកជ្រះថ្លារបស់បងប្អូនរៀងៗខ្លួនដែលជាការបំពេញនៅឧបនិស្ស័យបុណ្យទ្រទ្រង់ឆ្លងផុតវាល3អន្លង់4គ្រោះទុក្ខសោកកម្មពៀទាំងឡាយទាំងពួងជាបុណ្យដែលធ្វើតក្កណានុប្រទានផ្សាយចំពោះតែមួយគត់គឺដល់បារមីមហានគរខ្មែរជាធំនិងផ្សាយឧទ្ទិសដល់ញាតិទាំងឡាយរំដោះកម្មពៀរបស់យើងគ្រប់គ្នាហើយការចូលរួមនោះបងប្អូនអាចចូលរួមទាំងបងប្អូនក្នុងប្រទេសនិងក្រៅប្រទេសសម្រាប់បងប្អូនក្រៅប្រទេសអាចចូលរួមបានតាមរយៈ MoneyGram Western Union ឬ Korea ឬការបាញ់បច្ច័យតាមរយៈ QR Code ធនាគារ Acilida ឬ ABA នៅក្នុងវីដេអូនេះសម្រាប់លេខទូរស័ព្ទទំនាក់ទំនងហើយនឹង Page ផ្លូវការក៏ខ្ញុំបានដាក់នៅក្នុងនេះសម្រាប់បងប្អូនដែលមានបំណងចង់មកចូលរួមផ្ទាល់មិនបានស្គាល់ផ្លូវឬក៏មិនច្បាស់នៅទីតាំងណាមួយអាចទំនាក់ទំនងសួរព័ត៌មានបន្ថែមឬក៏សួរព័ត៌មានទុកមុនហើយបុណ្យកុសលទាំងឡាយដែលបានបំពេញក៏សូមឲ្យបងប្អូនទាំងឡាយបង្អោនចិត្តក្នុងការទទួលយកព្រមទាំងចូលរួមបំពេញនូវសទ្ធាបុណ្យនិងរួបរวมជាបុណ្យរស្មីសាមគ្គីមហាធំធេងសម្រាប់ជាតិទឹកដីនគរសាសនារបស់យើងនិងលើកស្ទួយគុណធម៌របស់មនុស្សជាតិទាំងឡាយសូមអរគុណសូមគោរពលាងគ្នាឆ្លោយឆ្លងគ្នាការឡាយនេះក៏មិនដឹងថាមានទីបញ្ចប់នៅថ្ងៃណាដែរព្រោះគ្រប់យ៉ាងវាមានទីបញ្ចប់ពិតប្រាកដបងប្អូនណាហ្នឹងហើយអញ្ចឹងយើងក៏សង្ឃឹមថាអ្វីៗនឹងអាចល្អប្រសើរមហាបុណ្យដែលយើងបានធ្វើកូនចៅបញ្ញត្តិដែលយើងបំពេញគ្រប់គ្នាសង្ឃឹមថានឹងជួយស្ដារនៅស្ថានភាពរឿងរ៉ាវអាក្រក់ទាំងឡាយឲ្យបោវាជាឆ្ងាយចេញពីទឹកដីនគររបស់យើងហើយបងប្អូនដឹងហើយថាយើងកំពុងតែមានបញ្ហាតាក់ទងនឹងសង្គ្រាមលោកលើកទី3កំពុងតែផ្ទុះឡើងគ្រប់បណ្ដាប្រទេសកំពុងតែសម្ញែងរឹតដាក់គ្នាហើយអញ្ចឹងទេ
ប្រព័ន្ធការតាក់ទងតាមរលកធាតុអាកាសអ៊ីនធឺណិតនេះក៏អាចនឹងត្រូវកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីហ្នឹងក៏អាចនឹងត្រូវផ្ដាច់ដែរអញ្ចឹងវាជាហេតុដែលមិនទៀងទេបងប្អូនដូចที่ខ្ញុំបានធ្លាប់ប្រាប់អញ្ចឹងថាពេលខ្លះបងប្អូនគិតថារឿងហ្នឹងវាមិនអាចទៅរួចដល់ពេលវាទៅរួចហើយក៏វាអាចខ្លាំងលើសអ្វីដែលបងប្អូនធ្លាប់គិតថាស្មានតែប៉ុណ្ណេះតែអ្វីដែលបងប្អូនគិតគឺមិនដូចការពិតគឺអ្វីដែលជាការពិតគឺវាលើសអ្វីដែលយើងគិតធ្លាប់គិតពីមុនមកទៀតអញ្ចឹងមានន័យថារឿងទាំងឡាយដែលត្រូវនឹងកើតឡើងនេះគឺជារឿងដែលមានសភាពធន់ធ្ងរនឹងឲ្យអាចខ្លាំងគឺមានតែកម្ដៅមានតែឡើងកម្ដៅមិនមានការថយទេមិនមានការថយទេបងប្អូនណាគឺឡើងដល់កម្រិតមួយដែរនឹងត្រូវប្រកាសនឹងត្រូវគេហៅថាមានអាសន្នហើយយើងម្នាក់មានតែការត្រៀមខ្លួនត្រៀមស្បៀងអាហារត្រៀមទឹកសម្រាប់ហូបអង្ករត្រីសាច់អីហ្នឹងគឺអាចត្រៀមទុកខ្លះក៏ត្រៀមទៅបងប្អូនណាកុំចាំយូរតទៅទៀតហ្នឹងហើយយើងត្រៀមបានក៏យើងត្រៀមទៅហ្នឹងហើយសម្រាប់យើងហូបចុកខ្លួនឯងស្បៀងអាហារផ្សេងហ្នឹងហើយព្រោះហេតុទាំងឡាយមិនទៀងប្រែប្រួលហ្នឹងហើយតែកណាតែកលាប់ចាក់ផ្ទុះហ្នឹងគឺតែមួយផ្លែតទេបងប្អូនណាហ្នឹងហើយព្រោះយើងដឹងហើយថាទំនីគឺចាប់ផ្ដើមពីការបាញ់បោះប្រហារការឈ្លានពានរបស់ពពួកសៀមមកលើយើងហើយគឺយើងបានដឹងហើយថាក្រៅពីការកើតហេតុនៅនគររបស់យើងស្រុកទេសពិភពលោកនិងនគរផ្សេងក៏មានការកើតហេតុស្តៀងគ្នាដែរឥឡូវវាកើតពិតប្រាកដដោយដែលខ្ញុំបានធ្លាប់ឡាយផ្សាយជូនដល់បញ្ញត្តិបងប្អូនអញ្ចឹងมันមានការកុហកมันមានការបន្លំត្រង់ណាទេអ្វីដែលជាការពិតខ្ញុំប្រកាសណាហែកវែកញែកបកស្រាយជូនអស់ហើយណាมันបានដើរតួយំស្រែកក៏มันបានដើរតួកំសត់គឺនិយាយតែការពិតនិយាយអ្វីដែលត្រូវកើតអ្វីដែលពង្រឹងសតិស្មារតីរបស់បងប្អូនណាហ្នឹងហើយព្រោះយើងម្នាក់គឺជាតួមនុស្សលោកមកដើរតួម្នាក់មួយរឿងព្រោះយើងមកលោកនេះគឺមកដោយកម្មហើយនឹងបុណ្យរបស់យើងរៀងខ្លួនអញ្ចឹងកិច្ចការងារសំខាន់ដែលយើងត្រូវធ្វើគឺការសាងនូវគុណធម៌អំពើល្អបុណ្យបារមីណាដែរមិនទាន់បានបំពេញទេក៏ស្រោតរូបរះបំពេញទៅព្រោះបន្តិចទៀតយើងទាំងអស់គ្នានឹងវិលទៅកាន់ធម្មជាតិដើមរបស់យើងវិញគឺការកើតរលត់នឹងឯងអញ្ចឹងអ្វីអត់ទៀងប្រែប្រួលទេទាំងខ្ញុំទាំងបងប្អូនទាំងគេទាំងញាតិនៅក្នុងផែនដីនេះគឺដល់នៅសេចក្តីវិនិច្ឆ័យអស់ទៅសូន្យទៅមិនមានទីបំផុតអញ្ចឹងកិច្ចការងារណាដែលយើងអត់ទាន់ធ្វើអំពើល្អណាដែលយើងមិនធ្លាប់សាងបុណ្យទាំងឡាយណាដែលយើងមិនទាន់បានបំពេញក៏យើងត្រូវតែលះក៏ត្រូវតែបំពេញឲ្យឆាប់រូបរះហ្នឹងហើយព្រោះពេលវេលាឱកាសអ្នកមាននិស្ស័យពញាតបងប្អូនទាំងឡាយទាំងពួងដែលជាអ្នកមានសមាទិដ្ឋិការយល់ត្រូវមានសេចក្តីពិចារណាក្នុងផ្លូវត្រូវមានសេចក្តីពិចារណាទៅតាមពុទ្ធិរបស់ព្រះសម្មាសម្ពុទ្ធពុទ្ធអាវាទរបស់ព្រះអង្គដែលបានផ្ដាំទុកឲ្យយើងម្នាក់ណាព្យាយាមអប់រំចិត្តលុតដំហ្នឹងហើយសង្គ្រាមឯណាក៏ព្រះមិនសរសើរដែរឈ្នះសង្គ្រាមឯណាក៏មិនអស្ចារ្យក៏មិនមហិមាជាងការឈ្នះប្រយុទ្ធនៅសង្គ្រាមឈ្នះនៅចិត្តអាក្រក់របស់ខ្លួនឯងទេអញ្ចឹងដោយទ្រព្យសពថ្ងៃនេះពិភពលោកកំពុងតែច្បាំងប្រយុទ្ធតតាំងគ្នាលក់លើដាក់គ្នាដើម្បីយកឈ្នះយកចាញ់បង្ហាញរិទ្ធបង្ហាញអំណាចប៉ុន្តែទីបំផុតសេចក្តីវិនិច្ឆ័យគឺមនុស្សជាតិដូចគ្នាជនជាតិសាសន៍របស់គេត្រូវរងគ្រោះដោយសារតែអំពើកម្មនិងភាពចង់ឈ្នះចាញ់របស់បុគ្គលទាំងអស់នោះគឺជាការវិនិច្ឆ័យដ៏ធំសម្រាប់មនុស្សជាតិដែលមិនចង់ជួបនឹងដោយសារតែការមានអ្នកប្រកាន់ចង់ឈ្នះចង់ចាញ់ទីបំផុតគឺការបំផ្លាញមនុស្សជាតិដូចគ្នាគឺគួរអាណធម្មតក់ស្លុតមែនតែនឃើញគេកាយមករើចំគេហៅថាសាកសពក្មេងស្រីហ្នឹងហើយនៅលើគំនរអាគារដែលត្រូវក្របទម្លាក់កំតិចគឺមើលទៅគឺអាណធម្មគួរឲ្យសង្វេគណាស់នេះហើយជាសង្សារវដ្តជាទោសរបស់វត្តដាក់នេះសួរថាជាទោសរបស់អ្នកណាជាកំហុសរបស់អ្នកណាគឺមិនមែនជាកំហុសរបស់អ្នកណាទេគឺកំហុសរបស់វត្តដាក់នេះឯងដែលនាំឲ្យមានការកើតអញ្ចឹងកំណើតគឺកើតមកគឺមានកិលេសជាអ្នកដឹកមុខអញ្ចឹងកិលេសនេះហើយហៅកិលេសវត្តដាក់នាំឲ្យធ្វើកម្មវត្តដាក់នាំឲ្យ
តតែជាភពកំណើតវិបាកវត្តដាក់នឹងអញ្ចឹងទោសរបស់លោកនេះគឺការដែលកើតមកណាត្រូវទទួលរងការបៀតបៀនជួបតែសេចក្តីទុក្ខការប្រត់ប្រាស់ការនិរាសនឹងហើយគឺការឈឺចាប់ការព្រាត់សត្វសង្ខារជាទីស្រឡាញ់ហើយការប្រែប្រួលมันមានអ្វីស្ថិតនៅក្រោមអំណាចបង្គាប់បញ្ជាមិនបានទេនឹងហើយអញ្ចឹងរឿងហេតុទាំងឡាយរបស់លោកនេះមិនចប់អញ្ចឹងយើងម្នាក់ត្រូវតែបញ្ចប់សង្សារវដ្តរបស់យើងដោយការពិចារណាតាមពុទ្ធិបញ្ញាត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនឹងហើយគឺបញ្ញារំលត់ទុក្ខបញ្ញាដែលដឹកនាំយើងឲ្យចេញផុតពីទុក្ខចេញផុតពីលោកនេះតែតកតងនឹងបណ្ដាំសច្ចៈសច្ចាងមនីអេសីផ្លូវខាងក្នុងគឺលោកបានផ្ដាំទុកសម្រាប់ពញាតប្រុសស្រីញាតទាំងឡាយទាំងពួងក្នុងផែនដីថាឲ្យចូលតែធ្វើល្អសាងល្អប្រព្រឹត្តនៅកុសលផលបុណ្យហ្នឹងហើយនឹងបានតន់ព្រះឈ្នះមាបានតន់នៅភាពអច្ឆរិយៈភាពអស្ចារ្យនឹងកើតឡើងនៅក្នុងពេលខាងមុខហើយបណ្ដាំរបស់សច្ចៈសច្ចាងមនីអេសីគឺផ្ដាំទៅកូនចៅញាតទាំងឡាយឲ្យខំធ្វើបុណ្យសន្សំកុសលហ្នឹងហើយប្រាថ្នាក្នុងផ្លូវរួចចាកទុក្ខភាវនាសមាធិវិបស្សនាទៅតាមបញ្ញាទៅតាមនិស្ស័យរៀងខ្លួនបានคล้ายទៅជាអ្នកសច្ចៈអ្នកសច្ចាំងទៅក្នុងថ្ងៃខាងមុខនឹងអញ្ចឹងទេញាតិទាំងឡាយទាំងពួងបងប្អូនទាំងអស់ដែលជាកូនចៅពូជពងនៃមហានគរខ្មែរទាំងអស់ក៏សង្ឃឹមថាបុណ្យបារមីដែលខ្លួនបានបំពេញអំពើល្អដែលខ្លួនបានសាងក៏នឹងអាចជួយខ្លួនឯងនិងញាតិរបស់ខ្លួនទៅថ្ងៃមុខព្រោះយើងម្នាក់ឃើញច្បាស់ហើយថាសង្គ្រាមអត្តបាទភាពវិនាសនឹងត្រូវកើតឡើងនៅក្នុងពេលខាងមុខជាក់ជាមិនខានទេព្រោះឥឡូវនេះយើងឃើញហេតុបច្ច័យដែលកំពុងតែផ្ទុះឡើងហើយអញ្ចឹងអ្វីគឺជាអត់ផុតទេព្រោះខ្ញុំប្រកាសណាតែងតែប្រាប់តែងតែដាស់តឿននាំសារដំណឹងដល់ពញាតបងប្អូនទាំងអស់គ្នាហ្នឹងហើយដើម្បីឲ្យជាក់ច្បាស់ឲ្យយល់កាន់តែច្បាស់នៅដំណើររបស់ធម្មជាតិក្នុងលោកនេះហ្នឹងហើយព្រោះអ្វីដែលយើងកំពុងតែប្រព្រឹត្តទៅកំពុងតែជាប់ជាមួយនឹងលោកនេះម្នាក់គិតថាខ្លួននឹងបានគិតថាខ្លួននឹងស្រួលគិតថាខ្លួននឹងត្រូវសុខរហូតណាអ្វីអាចថាទៀងសម្រាប់ខ្លួនឯងប៉ុន្តែទីបំផុតការគិតមិនដោយការពិតព្រោះជីវិតនេះវាត្រូវតែជួបហើយនឹងព្រាត់បានហើយនឹងបាត់អ្វីដែលខ្លួនរកបានអ្វីដែលខ្លួនខំសន្សំចង់ក្រោយត្រូវលះទាំងអស់មិនមានអ្វីយកទៅបានទេមានកូនត្រូវលះកូនមានប្រពន្ធមានប្តីត្រូវលះប្តីមានទ្រព្យត្រូវលះទ្រព្យមានញាតិត្រូវលះញាតិណាម្នាក់ទៅវិញគឺទៅដៃទៅទេបុណ្យអំពើល្អនិងបាបអំពើអាក្រក់ដែលខ្លួនធ្វើទេតែយកទៅបាននោះអញ្ចឹងគួរគិតគូរសារឡើងវិញម្ដងទៀតទោះអ្នកមានប៉ុណ្ណាក៏ដោយមានទ្រព្យច្រើនយ៉ាងណាក៏ដោយក៏មិនអាចគេចផុតរួចអំពីច្បាប់កម្មសំណាញ់របស់កម្មព្រោះបុណ្យនិងបាបគឺបែងចែកគ្នាដាច់ដូចទឹកហើយនឹងព្រាយអញ្ចឹងស៊ីសងគ្នានឹងអញ្ចឹងសូម្បីតែដំណើររបស់លោកនេះក៏កំពុងតែស៊ីសងកំពុងតែលៀងជំរះសូម្បីតែផែនដីក៏ត្រូវលៀងជំរះកម្មរបស់ផែនដីមនុស្សមានកម្មត្រូវលៀងជំរះកម្មរៀងខ្លួនទៅបារមីមានកម្មអីក៏ត្រូវស៊ីសងទូទាត់ជំរះកម្មនឹងជាមួយនឹងហេតុបច្ច័យដែលខ្លួនធ្លាប់សាងបំពេញធ្លាប់មានពាវរិយអញ្ចឹងទៅបារមីខ្លះលោកធ្លាប់សន្សំបច្ច័យហេតុកម្មទាំងឡាយត្រូវគេចងត្រូវគេធ្វើអធិដ្ឋដាក់ត្រូវមានចំណងនេះចំណងនោះក៏មានពាវរិយនឹងហុចផលឲ្យដោយសារតែធ្លាប់ចងគេធ្លាប់ធ្វើអំពើកម្មណាមួយក៏ត្រូវស៊ីសងទូទាត់ទាំងអស់មិនថាទាំងញាតិមិនថាទាំងកូនចៅទាំងអស់គ្នាទេត្រូវតែទូទាត់សម្អាតកម្មរៀងខ្លួន